សំណួរធំទាំង6ដែលអ្នកត្រូវសួរខ្លួនឯងដើម្បីឲ្យអ្នកអាចជំរុញការចូលរួមរបស់អ្នកទី1តើខ្ញុំមានគោលបំណងរួចក្នុងការងារហើយតើខ្ញុំអាចកំណត់វាឡើងវិញតាមរបៀបណាដែលខ្ញុំអាចស្វែងរកគោលបំណងរបស់ខ្ញុំក្នុងអ្វីដែលខ្ញុំធ្វើជារៀងរាល់ថ្ងៃលេខ2តើខ្ញុំអាចពង្រីកឥទ្ធិពលរបស់ខ្ញុំទៅលើក្រុមរបស់ខ្ញុំអង្គការរបស់ខ្ញុំសហគមន៍របស់ខ្ញុំដោយរបៀបណាអ្នកអាចធ្វើឲ្យវាកើតឡើងទី3តើខ្ញុំអាចកសាងជំនាញបានដោយរបៀបណាយើងដឹងហើយថាប្រសិនបើអ្នកមិនបានរៀននិងរីកចម្រើនទេអ្នកនឹងមានអារម្មណ៍មិនសប្បាយចិត្តមិនដូចអ្នកជាផ្នែកនៃអ្វីដែលធំជាងនេះទេយើងទាំងអស់គ្នាចង់ឲ្យកាន់តែប្រសើរឡើងនៅអ្វីដែលយើងធ្វើលេខ4តើខ្ញុំសប្បាយនៅកន្លែងធ្វើការរាល់ថ្ងៃទេតាមនោះជារឿងដែលខ្ញុំគិតយ៉ាងប្រណិតឬការសប្បាយគឺជារឿងសំខាន់ហើយវាពិបាកក្នុងការភ្ជាប់ពាក្យប្រសិនបើអ្នកមិនសប្បាយលេខ5តើអ្នកកំពុងស្វែងរកវិធីដើម្បីបញ្ចូលធម៌ពលនិងផ្ដោតអារម្មណ៍ឡើងវិញទេព្រោះបើអ្នកដើរមិនឈប់24ថ្ងៃ7ម៉ោងនោះអ្នកនឹងហត់នឿយហើយលេខបានហើយពិបាកណាស់បើអ្នកមិនមើលថែខ្លួនឯងហើយចុងក្រោយតើអ្នកត្រូវបានគេទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកទេតើមនុស្សដឹងពីកិច្ចការដ៏អស្ចារ្យដែលអ្នកធ្វើទេជារឿយៗយើងសន្មតថាវាគ្រាន់តែជាការទទួលខុសត្រូវរបស់និយោជករបស់យើងប៉ុណ្ណោះប៉ុន្តែបើមិននិយាយពីការងារដែលខ្លួនធ្វើទេបើមិនរកវិធីឲ្យគេទទួលស្គាល់អ្នកនឹងមានអារម្មណ៍មិនចុះសម្រុងដូច្នេះសូមផ្អាកហើយខ្ញុំចង់ឲ្យអ្នកឥឡូវនេះចំណាយពេលមួយភ្លែតហើយសរសេរចុះតើអ្នកធ្លាក់ចេញពីណានៅលើប្រភេទនីមួយៗទាំងនេះដើម្បីឲ្យអ្នកមានបន្ទាត់មូលដ្ឋាននៃកន្លែងដែលអ្នកឈរហើយបន្ទាប់មកខ្ញុំនឹងបង្ហាញអ្នកពីវិធីកែលម្អនីមួយៗពេញមួយវគ្គដែលនៅសល់